សួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះលីយ៉ាថ្ងៃនេះខ្ញុំមកអានរឿងអ្នកតាឃ្លាំងមឿងក្នុងរាជ្យព្រះច័ន្ទរាជាគ្រិស្តសករាជ1502ប្រទេសខ្មែរស្ថិតនៅចំណុចប្រទេសសៀមពេលនោះស្ដេចសៀមបានបញ្ជូនបុត្រាមួយអង្គមកត្រួតត្រានគរខ្មែរដោយឈឺចាប់នឹងការជិះជាន់ឈ្លានពានរបស់សៀមព្រះច័ន្ទរាជាក៏សម្លាប់បុត្រានោះទៅព្រះចៅសៀមក្រោធយ៉ាងខ្លាំងក៏លើកទ័ពមកវាយក្រុងលង្វែកទ័ពសៀមបានគ្រាប្រជាជនខ្មែរជាច្រើននាក់យកទៅស្រុកសៀមក្នុងនោះមានអ្នកម្នាងប៉ែននិងមេដំរីឈ្មោះជំទាវប៉លប៉ៃផងដែរក្រោយមកអ្នកម្នាងប្រសូតបានបុត្រមួយអង្គមាននាមថាអ៊ូតែនរីឯមេដំរីក៏កើតបានកូនមួយដែរថ្ងៃមួយអ៊ូតែនបានសុំមកដំរីបោះរោងដំរីដើម្បីរៀនវិជ្ជាខាងមកដំរីស្ដេចសៀមឃើញអ៊ូតែនឧស្សាហ៍ក៏ប្រទានងារជាអ្នកត្រួតត្រាផ្នែកងារខាងដំរីពេលធំឡើងកូនមេដំរីប៉ោប៉ៃបានធ្វើជាទីនាងព្រះចៅសៀមថ្ងៃមួយស្រាប់តែវាចោះព្រេងព្រិចមកស្លាប់អ៊ូតែនតាមចាប់ដំរីនោះបានតាំងពីពេលនោះមកព្រះចៅសៀមបានប្រទានងារអ៊ូតែនថាជ័យអស្ចារ្យអាយុបាន16ឆ្នាំជ័យអស្ចារ្យបានប្រើឧបាយកលត្រឡប់មកសោយរាជ្យស្រុកខ្មែរវិញលុះមកដល់ស្រុកបាត់ដំបងអ្នកស្រុកនិងសេនាចាស់ម្នាក់ឈ្មោះមឿងព្រមទាំងកូន4នាក់បានចូលមកថ្វាយខ្លួនជាសេនាស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបរិបូរណ៍សេនាមឿងបានធានាថាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីទៅកេណ្ឌពរខ្មោចមកច្បាំងនឹងសៀមលោកបានបង្គាប់ឲ្យជីករណ្ដៅរួចដាក់ជំរងលោកលោតចាស់ទៅក្នុងរណ្ដៅនោះរីឯប្រពន្ធនិងកូន2នាក់ទៀតក៏លោតចោះតាមដែរលុះថ្ងៃពេញបូរមីគេឮសន្ធឹកក៏ក្រើកមេឃក៏ក្រើកដីដូចបណ្ដាំសេនាមឿងមែនទ័ពខ្មោចបានដង្ហែជ័យអស្ចារ្យលើកទ័ពទៅឡើងពាត់បន្ទាយសត្រូវទ័ពសៀមភ័យរន្ធត់នាំគ្នារត់ប្រាសអាយុទ័ពសៀមបានបាក់បបខ្លោបខ្លាចទ័ពជ័យអស្ចារ្យក៏វិលត្រឡប់ទៅស្រុកវិញអស់ជ័យអស្ចារ្យលើកគ្រងរាជ្យបន្តពីព្រះបិតានិងទទួលព្រះនាមថាព្រះជ័យចេស្តាសូមអរគុណ